នឹងវាយកអស់ហើយ energy បាទវាត្រូវ store energy ថ្មីបាទសូមអរគុណលោកបញ្ញាខ្ញុំសូមត្រឡប់ទៅលោកគ្រូចិនសានបាទដូច្នេះដោយសារលោកគ្រូចិនសានមានការពិសោធន៍យ៉ាងច្រើនជាមួយនឹងកូនសិស្សខ្មែរយើងផងហើយកូនសិស្សអាមេរិកកាំងផងហើយលោកបានជួយកូនសិស្សនឹងឲ្យមានជោគជ័យច្រើនដែលក្រៅពីគ្រូដែលនៅក្នុងថ្នាក់នឹងដែលជួយកូនសិស្សយ៉ាងសកម្មនោះតើមេដាបេដាត្រូវចូលរួមដោយមិនដេចខ្លះដើម្បីឲ្យកូនសិស្សនឹងវារៀនប៉ាកែបាទទូទៅសម្រាប់ទីសាលឹមខ្ញុំក៏រៀនបាទនៅតបទូសាប់ដល់ស្គូលជាសំណួររបស់លោកវឌ្ឍនាចង់សួរថាតើកូនក្មេងនៅក្នុងថ្នាក់នេះយើងត្រូវក្រៅពីកូនគ្រូដែលជួយបង្រៀនកូនសិស្សនោះដែលយ៉ាងសកម្មនោះហើយសួរថាតើម្ដាយឪពុកនឹងត្រូវចូលរួមនៅក្នុងសកម្មភាពអប់រំកូនបង្រៀនកូននៅផ្ទះនឹងដែរឬទេដើម្បីឲ្យកូននឹងមានជោគជ័យក្នុងថ្នាក់នោះណាបាទដូចខ្ញុំបានជំរាបទៅមុនដែរថាវាមាន3លក្ខណៈគឺឪពុកម្ដាយគ្រូហើយនិងកូនសិស្សខ្លួនឯងហ្នឹងវាមានកន្លែងច្រើនដែលកូនក្មេងហ្នឹងត្រូវជួយខ្លួនឯងដូចជាលោកគ្រូបញ្ញាមានប្រសាសន៍បានវិញថាកូនក្មេងត្រូវតែបរិភោគអាហារព្រឹកត្រូវឆាប់ចូលទៅគេងឬក៏ឆាប់ចូលទៅដេកហើយនឹងទៅសាលារៀនឲ្យទាន់ពេលកុំខាតកុំអាខានព្រោះថាឈឺថ្មិញឬក៏ត្រូវទៅពេទ្យថ្មិញអីចឹងទៅត្រូវ appointment ទៅថ្ងៃអាសៀលឬក៏មួយត្រូវពេលព្រឹកទៅទៅពេលព្រឹកចេញពីពេទ្យថ្មិញមកវិញត្រូវមកសាលាវិញបាទកុំឲ្យខាតពេលអានឹងជារឿងទី1រឿងទី2ខ្ញុំពីអាទិត្យមុនហ្នឹងខ្ញុំបានមើលforum របស់គេគឺ after school program នៅតំបន់នៅ state ផ្សេងនៅ district ផ្សេងគឺមាន after school program ដូច្នេះ after school program ហ្នឹងមានន័យថាកូនក្មេងបន្ទាប់ពីចប់ពេលថា after school បន្ទាប់ពីគ្រូជប់បរិញ្ញាបត្រទៅគឺនៅសាលាហ្នឹងគឺមាន after school program ហើយនៅ city របស់យើងហ្នឹងនៅទីក្រុងឡូហ្នឹងមានតែប៉ុន្តែមិនទាន់មានសុស្គាយដូចជាកន្លែងផ្សេងទេប៉ុន្តែដល់ឡែកសាលា Stock Closa ហ្នឹងគឺគេមាន tutorial program after school បាទ after school program ហ្នឹងមានន័យថាកូនក្មេងហ្នឹងត្រូវការជួយជំនួយពីគ្រូបន្ថែមទៀតមានគ្រូអង់គ្លេសគ្រូម៉ាទគឺជួយបន្ថែមបាទដោយអត់គិតថ្លៃបាទអាហ្នឹងអំពីបញ្ហាជួយកូនក្មេងពីគ្រូនិងពីចាស់វាងបាទចំពោះនៅផ្ទះគឺរឿងសំខាន់ថាតើកូនធ្វើ homework ហើយនៅសូមឲ្យកូនវិទ្យាជនការខ្លះឲ្យកូនអានឲ្យឪពុកម្ដាយស្ដាប់ហើយពេលទៅដល់ផ្ទះសួរកូនថាកូនបានធ្វើខ្លះនៅសាលាបាទសូមអភ័យទោសលោកគ្រូចិនសានដោយសារយើងមានបញ្ហាបច្ចេកទេសខ្លះយើងនឹងសម្រាប់មួយ place សិនហើយយើងនឹងវិលត្រឡប់មកជួបទូលទស្សនិកជនរបស់យើងជាថ្មីម្ដងទៀតក្នុងពេលខ្លីបាទហើយសូមអរគុណបាទគេចូលមកខ្មែរយើងចេញទៅតស៊ូជីតាអត់ប្រចាំបាំងហ្នឹង
អស់ពីទស្សវត្សអត្តនាឈ្នះអត្តនាចារ្យទីបំផុតថាគុំអន្តរជាតិនឹងកម្លាំងអ្នកតស៊ូបង្អត់ចិត្តឲ្យគណៈបកការដំណើរគណៈបកប្រជាជនតែក្រោមការឧបត្ថម្ភរបស់យួននោះត្រូវតែទៅចរចាដោយសារប្រវត្តិរំដោយសារយួនមិនអាចមានបណ្ដាញតទៀតចឹងហើយគេត្រូវទៅចរចាចឹងគិតប្រុងប្រយ័ត្នក្រុមប៉ារី$23មិនមែនជាចេតនាចង់បានរបស់គណៈបកការដំណើរទេគឺដោយសារអធិពលនយោបាយខាងក្រៅមកតស៊ូនឹងអន្តរជាតិសំខាន់ឲ្យចរចាចឹងមិនមែនបំណងរបស់គេទេបំណងគេគឺចង់ជួបតែហើយ$23នេះគឺធ្វើឲ្យគេតច្រកគេមានមកសិនទេតគេមានមកសិនមកមានការបោះឆ្នោតគេចាញ់គេហ្នឹងគេចាញ់ហើយតែយុទ្ធសាស្ត្រគេស្មាច់គេអត់នៅស្គៀបទេគេអត់យកមូលដ្ឋាន$23เอาមួយទេគេចាប់បានកំទេចមួយដងអាណត្តិទី1ចាប់អាណត្តិទី1ឆ្នាំ98គេកំទេចរដ្ឋាភិបាលដោយសាររដ្ឋាភិបាលជាពូជពងខ្មែរក្រៅដែលដឹងពីលក្ខណៈបញ្ចប់គណៈបករដ្ឋាភិបាលអូខេអាណត្តិទី2តវិញបោះចាស់រ៉ាំរ៉ាគេវាយកំទេចពុនបាច់អាណត្តិទី2ឆ្នាំ2008គេចាប់បានកំចាត់អារម្មណ៍សំដល់ទីជាយុទ្ធសាស្ត្ររបស់គេបងប្អូនមិនមែនជារឿងចៃដន្យទេជាផែនការរបស់គេគ្មានទេ$23សម្រាប់គេគឺគេច្បាំងយកអំណាចទៅវិញគេកំទេចមួយដងកំទេចទៅតាមសង្សារទាញយកក្រមទានលីតាកំទេចសម្រាប់ក្រមព្រះទាញយកក្រមអ្នកបង្កាយទៅអារម្មណ៍ចុងក្រោយកើតមកអារម្មណ៍សំណាទីទៀតគេយកទៅសាររបស់គេចាំកំទេចសំណាទីគេយល់ច្រឡំបានតែកម្មសខាឬរានរដ្ឋបានកម្មសខានេះគេបរិយាខ្ញុំស្គាល់ចៅកុំនេះច្បាស់ដូច្នេះខ្ញុំមានយុទ្ធសាស្ត្រមួយយកបលាជួបបលាជួបបលាមុតបលាយកខ្ញុំនឹងបង្កើតគណៈបកមួយច្បាស់គណៈបកសង្គមដើម្បីឲ្យយើងមើលឃើញថាខ្ញុំនឹងបំផាច់ប៉ុន្តែយុទ្ធសាស្ត្ររបស់ខ្ញុំគឺបង្កើតដើម្បីប្រមូលអ្វីដែលបាយនេះយកមកដាក់មួយដងខ្ញុំបានប្រមូលជឿញ៉ាំប៉ែនស្វាតែជាបំបាយចឹងពីគណៈបកជាជនកម្ពុជាពីចាប់គាត់គឺគណៈបកជាជនកម្ពុជាស្ដារទៀតគាត់មកជាមួយយើងគឺដាក់ប៉ែនស្វាអ្នកអត់ស្ដារទៀតអត់ទៅជាមួយគេយ៉ាងគណៈបកលោកតាសន្តានស្ដារទៀតគឺអារម្មណ៍ទៅស្ដារយកមកមកជាមួយយើងអ្នកអត់ស្ដារទៀតទៅជាមួយគេយ៉ាងគណៈបកឥឡូវជំនាញទី3គណៈបកពុតពុតហើយដល់សំតែស៊ីពុតពុតចាំមើលពុតពុតស្នាទៀតពុតពុតស្នាទៀតនៅជាមួយដល់សំស៊ីពុតពុតអស្ចារ្យទៀតហើយទៅជាមួយគេចាឥឡូវនេះពុតពុតស្នាទៀតទៅដល់សំទៀតលោកតាសន្តានស្នាទៀតឆ្លងភ្លើងយកចុចច្រឡំហើយចុចច្រឡំទៅដល់សំគឺជាដែរចុចមកដល់ទៀតរំប្រជាពលរដ្ឋជាសង្គមរំជារដ្ឋបាលក្នុងគណៈបកទាំងពីរនៅអត់បងប្អូនលើកឡើងចិត្តដល់ព្រឹកខ្ញុំទៅអាមេរិកទៅកាណាដាគាត់ថាពីពីរៀបហើយប៉ុន្តែដូចជាបាទសบายគ្នាវិញម៉ៃក៏ធ្វើថ្ងៃម៉ៃក៏កូនធ្វើខ្ញុំបានជំរាបជូនថាបើយើងទាំងឃើញគ្នាព្រៀបកន្លែងផ្ទះទាំងអានណាបើសម្រាប់គ្នាយូរហើយតាចូលមកណាចូលមកនិយាយពីម៉ែចូលថាទៅញ៉ាំគ្នាយូរតាអត់មានថាដល់គូតាហើយយូរទៅគ្នាយូរហើយទៅចេះហើយជាអីដែរថ្ងៃនេះយើងបាច់គ្នាលេខ2មិនលេខ2យើងបាច់គ្នាពីយើងស្លាប់ដល់មកណាដល់ចេញដាក់បានយើងចង់ស្លាប់តែចាំរស់បាច់គ្នាទៅដល់កុំចាំក៏បាច់យោបាយអសេតអត់ខ្ញុំជួយរំសំច្បាស់អត់មានរឿងតាមតំណែងទេអត់មានរឿងទេរឿងសំខាន់ដល់តើយកជាជំនះជូនជាតិជូនខ្មែរយើងណាអត់មានរឿងអូតាតាមចំណុចហ្នឹងបងបាន
មានប្រសាឲ្យស្អាតហើយទីមួយអ្នកការចង់ឲ្យកូនរៀនឲ្យចេញរៀនហើយយុវរដ្ឋទៅធ្វើបានទៅពីណាស់អត់មានធ្វើមកយុវជនទៅឲ្យកូនចៅទីចូលនេះទេអាយុ60ឆ្នាំឡើងទៅបានប្រាក់មួយខែ4ម៉ឺន អូខេតោះខ្ញុំកាន់ចឹងក៏បានអត់ទេបាទកាន់ទុកចិត្តទៅសៀតនៅកន្លែងសូហ្វាអូខេកុំអង្គើបែរតែអង្គើមានលឿងទៀតខ្ញុំនិយាយមួយថ្ងៃនិយាយអត់ដឹងអីផង1 2 3 4បាទសូមភ័យទោសផងដែរដល់ភាពរអាក់រអួលនេះដោយសារមានបញ្ហាបច្ចេកទេសជាមួយ microphone យើងបាទដូច្នេះយើងត្រឡប់ទៅពិភាក្សាអំពីបញ្ហាសាលារៀននេះវិញម្ដងហើយនៅពេលនេះលោកសីលវ័នអត់ទាន់បានបញ្ចេញទស្សនៈអីលោកសីលវ័នមានយោបល់ទស្សនៈយ៉ាងដូចម្ដេចដែរបាទដូច្នេះបាទសូមអញ្ជើញដាក់4នាក់មកកាមេរ៉ាបាទខ្ញុំសូមជម្រាបសួរដល់បងប្អូនទស្សនិកជនយើងទាំងអស់ជាពិសេសបងប្អូនដែលបានទៅបន់ផ្ការបស់ខ្ញុំថ្ងៃសៅរ៍ទី22ទៅហើយនេះធ្វើនៅវត្តថ្មីគឺវត្តពលិពុទ្ធចក្រហ្នឹងខ្ញុំសូមអរគុណដល់ពុទ្ធបរិស័ទយើងទាំងអស់និងមិត្តភ័ក្តិដែលបានជួយគ្រប់គ្រងបន់ផ្កាដែលយកទៅកសាងនៅវត្ត2នៅវត្តភ្នំញញ្ចាំងហើយនិងវត្តចង្ហាមួយធ្វើសាលាឆាន់មួយទៀតធ្វើបណ្ណាល័យនៅខេត្តបន្ទាយមានជ័យបានប្រាក់សរុប$8,000សល់ដើម្បីយកទៅជួយវត្តទាំងពីរហ្នឹងបាទដូច្នេះសូមអរគុណបងប្អូនយើងទាំងអស់ដែលបានជួយគ្រប់គ្រងហើយក្នុងកម្មវិធីនេះផងដែរខ្ញុំចង់បញ្ចេញយោបល់ខ្លះចំពោះការសិក្សារបស់កូនឬក៏ក្មួយរបស់យើងចៅរបស់យើងដែលមាននៅក្នុងសាលា Lowell នេះក៏ដូចជានៅសាលាលឿនផងដែរបាទឪពុកម្ដាយគឺថាចាំបាច់បំផុតទៅតាមដានសកម្មភាពរបស់កូនជាពិសេសកូនដែលចាប់ផ្ដើមពីអាយុ10ឆ្នាំឡើងទៅយើងទាំងប្រុសទាំងស្រីយើងត្រូវតាមដានសកម្មភាពរបស់វាយើងត្រូវស្គាល់មិត្តភ័ក្តិរបស់វាហើយនឹងសម្លៀកបំពាក់របស់វានឹងជាកត្តាសំខាន់បំផុតចំពោះកូនក្មេងវានឹងអាចកែទម្លាប់ទៅតាមសម្លៀកបំពាក់របស់វានិងការរាប់អានខ្សែគប់របស់ពួកក្មេងៗដូចកូនក្មេងដែលចូលហ្គេងហ្នឹងគាត់ស្លៀកពាក់មានខោអាវគាត់ពណ៌ខៀវពណ៌ក្រហមអញ្ចឹងទៅមានមួកខៀវមួកក្រហមខ្សែក្រវ៉ាត់ក្រហមแล้วហើយពេលណាកូនយើងចាប់ផ្ដើមប្រើពណ៌អស់ហ្នឹងយើងគួរថាទៅតាក់ទងសាលាឬក៏តាក់ទងទៅថាខាង guidance counselor ខ្មែរយើងគេហៅស្អីគេដូចតែដូចជាគ្រូជំនុំឬក៏ចាងវាងដែលជំនុំជួយដោះស្រាយបញ្ហាកូនក្មេងហ្នឹងយើងត្រូវតាក់ទងគាត់ថាតើយើងត្រូវធ្វើម៉េចឲ្យកូនយើងហ្នឹងកុំឲ្យវាមានការពាក់ព័ន្ធជាមួយពួកហ្គេងគេថាជក់ក្មេងពីលហ្នឹងហើយកូនស្រីក៏អញ្ចឹងដែរដូចថាត្រូវតាមដានប្រយ័ត្នបំផុតការចូលទៅក្នុងអ៊ីនធឺណិតលេងលើ Facebook ឬក៏ chat line ស្អី texting អីហ្នឹងយើងត្រូវតាមដានសកម្មភាពរបស់ពួកក្មេងៗហ្នឹងជៀសវាងកុំឲ្យគាត់ដូចថាទៅជាទម្លាប់ពេលណាទម្លាប់អាក្រក់មកហើយទម្លាប់អាក្រក់ហ្នឹងកាន់តែមានច្រើនទៅធ្វើឲ្យខូចកូនក្មេងដូច្នេះទៅរៀនចេះដឹងក៏ដោយបើថាយើងមិនដូចថាយើងមានចរិតមិនល្អក៏អាចប៉ះពាល់ទៅដល់អនាគតកូនក្មេងផងដែរបាទសូមអរគុណហើយយើងខ្ញុំនឹងបន្តសួរដល់លោកគ្រូចិនសានបន្តទៀតហើយបន្ទាប់ពីលោកគ្រូចិនសានខ្ញុំនឹងមានសំណួរមួយសម្រាប់លោកពេញអាងហើយបន្ទាប់ពីនឹងយើងនឹងបើកខ្សែទូរស័ព្ទឲ្យទូរទស្សនិកជនយើងបានចូលរួមពិភាក្សាផងដែរបាទលោកគ្រូចិនសានតើធ្វើដូចម្ដេចដែលទើបយើងដឹងថាកូនយើងនឹងវារៀនពូកែហើយតើមានរង្វាស់អីដែលគេវាស់វែងថាកូនយើងនឹងរៀនអន់កូនយើងនឹងរៀនពូកែបាទសូមចូលបាទសូមជើញសូមជើញមកហើយមានបញ្ហាទៀតទេណាអញ្ចឹងរបស់ខ្ញុំលឺជុំនៅ